បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងចូលទៅដល់វីដេអូយើងបន្តទៀតពាក់ព័ន្ធជាមួយនៅក្នុងលំហាត់ទី5បាទអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃនេះគឺខ្ញុំនឹងកែទៅលើលំហាត់ទី5បន្តទៀតបាទអ្នកទាំងអស់គ្នាចំពោះលំហាត់ទី5នេះបើយើងធៀបជាក់ស្ដែងខ្ញុំយកដូច sequence interlock អញ្ចឹងមានន័យថាជា sequence motor forward reverse ឬក៏យើងនិយាយថាទៅមុខឈប់ត្រឡប់ក្រោយក៏តែនៅក្នុងលក្ខខណ្ឌនេះគឺខ្ញុំយកប៊ូតុងហ្នឹងយកមកបញ្ជាអំពូលទេបាទអញ្ចឹងយើងរៀនប្រើប្រាស់ជាមួយនឹងពូលទេអញ្ចឹងយើងមើលណានៅក្នុងនេះយើងមាន push PV1 PL1 on push PB0 PL1 ហ្នឹងរលត់វិញ push PV2 PL2 នេះនឹង on និង push PB0 ដដែលហ្នឹងនឹងឲ្យវាអីគេរលត់វិញមានន័យថានៅក្នុងលក្ខខណ្ឌនេះគឺខ្ញុំចង់បញ្ជាក់មួយគឺខ្ញុំឲ្យsequence នេះដំណើរការដោយមាន interlock ដោយសារតែបើសិននៅក្នុងករណីជាអំពូលទី1នេះកំពុងតែភ្លឺនេះអំពូលទី1នេះភ្លឺអញ្ចឹងមានន័យថាយើងចង់ចុចទៅលើ PV2 ឲ្យអំពូលទី2នេះភ្លឺគឺអត់ភ្លឺទេបាទអ្នកទាំងអស់គ្នាអញ្ចឹងកន្លែងនេះខ្ញុំអត់បានបញ្ជាក់មួយទៀតគឺដាក់ទៅលើ interlock ក៏ប៉ុន្តែនៅក្នុងជាក់ស្ដែងបើយើងប្រើប្រាស់ទៅលើ motor គេដាក់ motor ទៅមុខឈប់ត្រឡប់ក្រោយអញ្ចឹង sequence interlock ហើយជាក់ស្ដែងនៅកន្លែងនេះគឺបើសិនជាយើងបដូរតែអំពូលដាក់ទៅលើ converter ទៅមានន័យថាយក converter ទៅបញ្ជា motor ទៅវាទៅជាគេហៅថា sequence ប្រព័ន្ធបញ្ជាវិញបាទអ្នកទាំងអស់គ្នាអញ្ចឹងនៅក្នុងត្រង់ចំណុចនេះយើងមកមើលទៅលើsequence នៅក្នុងកម្មវិធីរបស់ KC Moon វិញដែលខ្ញុំបានគូរួចរាល់ហើយដោយសារតែខ្ញុំគូឲ្យដើម្បីទី1អត់ចង់ឲ្យវីដេអូហ្នឹងយូរអញ្ចឹងទៅខ្ញុំយកសុខចិត្តយក sequence ហ្នឹងមកបញ្យល់អ្នកទាំងអស់គ្នាវិញអញ្ចឹងនៅក្នុង PB0 នេះបើយើងគិតជាក់ស្ដែងវាជាប្រភេទប៊ូតុង stop នេះ PB0 ប៊ូតុង stop គឺជើងជាប់បន្តមកទៀតប៊ូតុង PB1 ប៊ូតុង start ទី1មានន័យថាដំណើរការទៅលើមានន័យថាអំពូល P1 ភ្លឺនិង PB2 ជាប្រភេទប៊ូតុង start ទី2អ្នកទាំងអស់គ្នាមើលណានៅក្នុងត្រង់ចំណុចនេះប៊ូតុង start របស់យើងគឺមាន2ប៊ូតុង stop ទី1ហើយនៅក្នុងនេះគឺយើងប្រើទៅលើ relay 2គ្រាប់បាទអ្នកទាំងអស់គ្នាមួយទៀតខ្ញុំអត់តាន់បានដូរទៅលើជើង relay ទេជាក់ស្ដែងគឺយើងត្រូវដូរទៅលើ9 5បាទអានេះជើងជាប់នេះទៅជា12ហើយនេះទៅជា14 13អញ្ចឹងទៅចឹងបើសិនអ្នកនរគ្នាចង់កែទៅលើជើងខយរបស់ relay នេះគឺយើងអាចកែបានយើងដាក់14 13ទៅជាន័យថាជាជើងខយរបស់វាហើយអញ្ចឹងយើងអាចដូរបានអញ្ចឹងខ្ញុំអត់តន់ដូរទេដោយសារតែអត់ចង់ឲ្យវីដេអូវែងខ្ញុំបញ្យល់យកតែម្ដងណាហើយនៅក្នុងនេះគឺប៊ូតុង start របស់យើង start ទី1មានន័យថានឹងធ្វើឲ្យគេ relay ទី1ដំណើរការវានឹងភ្ជាប់កន្លែងនេះអញ្ចឹងយើងប្រើជើងជំនួយនេះករណីដោយសារតែនៅពេលដែលយើងដកដៃទៅលើពីប៊ូតុងវិញក៏អំពូលនឹងនៅភ្លឺអញ្ចឹងយើងត្រូវការជើងជំនួយមួយតែនៅក្រោមប៊ូតុងនេះអញ្ចឹងចាក់ស្ដែងបើយើងប្រើទៅលើជើងជំនួយរបស់ relay ទី1អញ្ចឹងយើងអាចបង់លេខវាទៅអាចដាក់ទៅលើ9 5ទៅជាប្រភេទ NO ហើយជើងចំហអញ្ចឹងយើងអាចដូរនេះទៀតអញ្ចឹងទៅដូរទាំងអស់ក៏បានដែរបាទអ្នកទាំងអស់គ្នានៅក្នុងត្រង់ចំណុចនេះគឺនៅពេលដែលយើង push ទៅលើ PV1 relay ទី1នេះដំណើរការធ្វើឲ្យគេ relay នេះជាប់ relay នេះជាប់ធ្វើឲ្យអំពូល P1 នេះនឹងភ្លឺតែនៅក្នុងត្រង់ចំណុចហ្នឹងករណី R1 នេះអានេះវាជើងជាប់អញ្ចឹងនៅពេលដែល relay នេះដើរវានឹងទៅជាអីជំហរអញ្ចឹងកុំឲ្យខាតពេកខ្ញុំនឹងធ្វើការតេស្តជូនបាទអញ្ចឹងយើងតេស្តមកអញ្ចឹងខ្ញុំ start ទៅលើ PV1 តើអ្នកទាំងអស់នេះឃើញទេ start ប relay នេះដំណើរការអញ្ចឹង relay នេះដំណើរការអានេះជាប់អញ្ចឹងនៅពេលដែលយើងដកដៃចេញប៊ូតុងវិញវាចំហក៏ដោយក៏វានៅតែដំណើរការដែរដោយសារតែភ្លើងគឺរត់ណានេះតាមជើងជំនួយចំហ9 5នេះជាប់មកប្រភពឲ្យវាដំណើរការនៅក្នុងករណីនេះជើង R1 នេះជាប្រភេទជើង NO អញ្ចឹងនៅពេលដែលដំណើរការវាទៅជា NC វាទៅជាប់ធ្វើឲ្យអំពូលនេះភ្លឺតោះនេះអ្នកទាំងអស់គ្នាហើយក្នុងករណីនេះ R1 ដែលនៅនេះកន្លែងនេះវាជើងជាប់អញ្ចឹងករណីហ្នឹងនៅពេលដែលវាជើងជាប់នៅពេលដែល relay នេះវាដើរនេះអានេះវាទៅជាចំហអញ្ចឹងសួរថា relay R2 ដើរបើសិនជាយើងចុចនេះឃើញទេករណីយើងចុចគឺអត់ដើរទេឃើញទេអូខេអ្នកទាំងអស់គ្នាឥឡូវខ្ញុំចាប់ដើមធ្វើការ start ទៅលើទី2ម្ដងបាទអញ្ចឹងយើងចុច start ទៅលើទី2បាទអ្នកទាំងអស់គ្នាឃើញទេចឹងនៅពេលដែលយើង start ទៅលើប៊ូតុងទី2វាធ្វើឲ្យ relay ទី2ដំណើរការនេះ9 5នេះវាទៅជាជាប់ជាប្រភេទ NO ហ្នឹងវានឹងភ្លើងរត់មកប្រឡោះនេះវាធ្វើឲ្យ relay ទី2នឹងដំណើរការអញ្ចឹង R2 នេះវាទៅជាជាប់ធ្វើឲ្យអំពូលនេះភ្លឺក៏ប៉ុន្តែនៅក្នុង R2 នៅត្រង់ចំណុចនេះនឹងទៅជាជំហរឃើញទេវានឹងទៅជាជំហរអញ្ចឹងសួរថានៅពេលដែលយើង start P1 ដែរអត់ទេឃើញទេអ្នកទាំងអស់គ្នាអញ្ចឹងករណីបើសិនជាទី2ភ្លឺកំពុងតែភ្លឺណាយើងមក start ឲ្យទី1ភ្លឺក៏អត់ទេតតែអីយើង stop ឲ្យដាច់ទៅលើ PL2 នេះសិនទើបយើងមកអាច start ទៅលើទី1ដើរវិញឃើញទេ
cả này mình start tí pi mình ở đại to tại stop sân ok nơi không trăng cho nó đừng bên này thay dương stop bia sân á từ ấy cái dương ai mà start tí pi bàn một đòn tiền chẳng ni hai cứ chỉ sequence interlock tao này nè tất cả này rồi có bởi dương prai nơi không ở bộ phận chia bên này thay ở chia ประเภท meter forward reverse នេះទាំងអស់គ្នាតែមុខឈប់ត្រឡប់ក្រោយជាដើមហ្នឹងអញ្ចឹងវីដេអូនេះគឺខ្ញុំបង្ហាញទៅលើលំហាត់ទី5នេះអញ្ចឹងវីដេអូក្រោយខ្ញុំនឹងបង្ហាញពីលំហាត់ទី6តទៀតអូខេអ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយ